វិធីសាស្ត្រភ្ជាប់ជាមួយនឹងបាទ CTC ផលិតដែលជាកាបូបលុយរបស់ TT Exchange របស់យើងហ្នឹងឯងអូខេជាដំបូងឡើយបងប្អូនចូលទៅកាន់ Channel Telegram របស់ខ្ញុំបាទបន្តមកទៀតបាទបងប្អូនចូលមកកាន់ Channel Telegram របស់ខ្ញុំហើយបងប្អូនអូសរមើលទៅបាទអញ្ចឹងយើងឃើញនេះ link នេះណាបាទបងប្អូន copy វាមកបាទអូខេបន្ទាប់ copy មកហើយបាទ link នេះចាំខ្ញុំនឹងក្រុមដាក់ខាងក្រោមវីដេអូណាបន្ទាប់ពីយើង copy បានហើយគឺអូខេយើងចូលទៅក្នុង Travelet អូខេបន្ទាប់ពីយើងចូលទៅក្នុង Travelet ហើយបងប្អូនចុចកន្លែងនេះបាទកន្លែងខ្ញុំcopy ប្រាប់ហ្នឹងបាទបងប្អូនចុចឡើងហ្នឹងមកអូខេបន្តមកទៀតវានឹងបញ្ជូនមកបែបនេះចឹងអ្វីដែលបងប្អូនត្រូវធ្វើយើងគ្លីកឡើងនេះហើយចុច accept បន្តមកទៀតយើងចុចខាងលើនេះបាទបន្តមកទៀតបើយើងផាសអា link ដែលយើង copy មកមិញហ្នឹងយើងបញ្ជូនវាទៅអូខេយើងបញ្ជូនអូខេអញ្ចឹងវានឹងចេញទម្រង់បែបនេះអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺយើងចុចកន្លែងនេះបាទយើងចុចថានៅជាឈៀងខាងស្ដាំហ្នឹងនៅខាងលើគេដាក់ថា connect ហ្នឹងឯងចុចឡើងហ្នឹងមកបាទបន្តមកទៀតកន្លែងនេះគេឲ្យយើងជ្រើសរើសកាបូបលុយអញ្ចឹងបងប្អូនជ្រើសរើសកាបូបលុយគេគឺ MetaMask យើងចុចនៅខាងក្រោមហ្នឹងមកបាទអូខេបាទបន្ទាប់ពីយើងចុច MetaMask ហើយបងប្អូនឡើយនេះចុចពាក្យថា connect បាទបន្ទាប់ពីចុចពាក្យថា connect ហើយកន្លែងនេះយើងចុចពាក្យថា confirm បន្តមកទៀតយើងចុចពាក្យថា go in អូខេរួចរាល់ឥឡូវយើងមកចូលកាន់កាបូបលុយរបស់យើងវិញយើងបងប្អូនមើលឈៀងខាងឆ្វេងឈៀងខាងក្រោមខ្ញុំក៏វាមកនោះបងប្អូនចុចហ្នឹងមកអូខេយើងទទួលបានកាបូបលុយបាទនៅក្នុងបាទ MetaMask ដែលជា network របស់ CTC បានដោយជោគជ័យណាអូខេបាទអញ្ចឹងនេះជាកាបូបលុយរបស់យើងកន្លែងនេះកន្លែងយើងបាញ់លុយចេញបាទអញ្ចឹងគ្រាន់តែអាស្រ័យឋានកាបូបនេះមកបើយើងចង់តេស្តយើងចូលទៅក្នុងផ្សារមកបាទអញ្ចឹងយើងចូលទៅក្នុងផ្សារមកដើម្បីយើងតេស្តអាស្រ័យឋានយើងចុចកន្លែងថាបញ្ចូលប្រាក់បន្ទាប់មកយើងចុចវាយពាក្យថា CTC បន្ទាប់មកយើងចុចកន្លែង CTC បន្តមកទៀតយើងចុចពាក្យថា TT Chain ហ្នឹងបន្តមកវានឹងបង្ហាញកាបូបលុយអញ្ចឹងយើងចុចកន្លែងនេះមកដើម្បី copy វាអូខេ copy បានហើយយើងចូលទៅក្នុង MetaMask អូខេយើងចូលក្នុង MetaMask ហើយយើងចង់សាក់តេស្តសាក់លបងថាវាតម្លៃប៉ុន្មានអីប៉ុន្មានកាក់ហ្នឹងយើងគ្រាន់តែចុចនៅលើកាក់ហ្នឹងមកបន្តមកទៀតបងប្អូនចុចសញ្ញាព្រួញដើមឡើងលើហ្នឹងគឺកន្លែងហ្នឹងគេបញ្ជាក់ថានេះជានិមិត្តសញ្ញាបាញ់លុយចូលណាបងប្អូនអញ្ចឹងកន្លែង QR code នេះគឺជានិមិត្តសញ្ញាសំទោសកន្លែងសញ្ញាព្រួយបាញ់ឡើងលើបញ្ជាក់ថានិមិត្តសញ្ញាបាញ់លុយចេញពីកាបូបលុយចេញទៅណាផ្សេងៗអញ្ចឹងណាបាទកន្លែង QR code នេះគឺជាកន្លែងសម្រាប់យើងទទួលលុយចូលមកក្នុង wallet ហ្នឹងអញ្ចឹងបើយើងចុចកន្លែង QR code មកគ្រាន់តែគេ scan បាទគឺយើងទទួលបានលុយនឹងកាក់ហ្នឹងហើយអញ្ចឹងបាទអញ្ចឹងកន្លែងនេះយើងបាញ់ចេញអញ្ចឹងយើងចង់ដឹងតម្លៃវាយើងតេស្តបើយើងចង់បាញ់ចេញវិញយើង copy កាបូបលុយមកអញ្ចឹងយើងគ្រាន់តែផាសហ្នឹងមកបាទវានឹងស្គាល់អូតូតមកយើងចុចខាងក្រោម Q ហ្នឹង next មកបាទបន្តមកទៀតបងប្អូនអាចវាយមកថាមួយគ្រាប់តម្លៃប៉ុន្មាននេះឃើញទេតម្លៃ70សេនក្នុងមួយគ្រាប់ណាអូខេបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទរបៀបបង្កើតកាបូបលុយ MetaMask ហើយបើយើងចង់ដូរមក network កាបូបលុយផ្សេងគ្រាន់តែបងប្អូនចុចកន្លែងនេះមកបាទកន្លែងឈៀងខាងឆ្វេងនៅឈៀងខាងលើហ្នឹងកន្លែងខ្ញុំគវាមកបងប្អូនចុចមកបាទវានឹងមានច្រើនពាក់ព័ន្ធទៅនឹងកាបូបលុយដែលមាន network ដូចជា Ethereum បាទ Linear បាទកាក់អីផ្សេងៗ BNB BIS បាទ Poly ឬកាក់អីផ្សេងៗគឺសិតតែពពួកកាក់ network អញ្ចឹងនៅក្នុងហ្នឹងក៏មានCTC របស់យើងដែរឈ្មោះថា TT Chain ហ្នឹងហើយបងប្អូនអូខេបាទអញ្ចឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងយល់ទាំងអស់គ្នារបៀបបង្កើតកាបូបលុយ MetaMaskអូខេអរគុណច្រើនបាទជូនបុណ្យសំណាងល្អជោគជ័យទាំងអស់គ្នាបាទបាយបាយជួបគ្នាបន្តក្រោយ